ថ្មីទៅធ្វើផ្ទះធ្វើផ្ទះស្រុកធំធំ40000ជាងបាទសមិទ្ធផលបើគិតជាវាយបដាល់លុយមកមិនដល់2ឆ្នាំទេដែលរលុយបានហ្មងគាត់អាចរកថវិកាធ្វើផ្ទះបានទិញដីបោះលបងបើឲ្យចាប់ដើមថវិកាបានតិចទិញផ្ទះហើយនៅយុវជនជាក្រោយទៀតគាត់មើលគំរូសិស្សបងនៅក្នុងនាមជាគ្រូបង្វឹកម្នាក់សម្រាប់គោលការណ៍របស់លោកពេជ្រសុផាន់គឺមិនមែនត្រឹមតែបណ្ដុះក៏ដូចជាបង្វឹកបង្ហាត់ឲ្យកីឡាកររបស់លោកមានសមត្ថភាពមានបច្ចេកទេសដើម្បីប្រកួតនៅលើសង្វៀនប៉ុណ្ណោះនោះទេក៏ប៉ុន្តែការជំរុញឲ្យពួកគេយកចិត្តទុកដាក់ទៅលើកត្តាជីវភាពប្រចាំថ្ងៃហើយនឹងការត្រៀមលក្ខណៈសម្រាប់អនាគតរបស់ពួកគេក៏ជាគោលការណ៍ដ៏ចាំបាច់មួយដែលលោកតែងតែយកចិត្តទុកដាក់នៅក្នុងការដឹកនាំក៏ដូចជាការជំរុញពួកគេឲ្យយកចិត្តទុកដាក់ផងដែរនៅក្នុងពេលដែលកំពុងតែរកចំណូលបានច្រើនពីការប្រកួតនៅលើសង្វៀនលោកពេជ្រសុផាន់បានបង្ហាញអារម្មណ៍រីករាយនិងមានមោទនភាពនៅពេលដែលកីឡាកររបស់លោកមានសមត្ថភាពនៅក្នុងការទាញចំណូលបានច្រើនពីការប្រកួតនៅលើសង្វៀនគុនខ្មែរហើយពួកគេមានគំនិតនៅក្នុងការរក្សាទុកនិងយកចិត្តទុកដាក់នៅក្នុងការប្រើប្រាស់ចំណូលទាំងនោះសម្រាប់ការត្រៀមលក្ខណៈសម្រាប់អនាគតពួកគេដូចជាការទិញដីធ្លីនិងការសាងសង់ផ្ទះសម្បែងជាដើមកីឡាករក្នុងក្លឹបវិញប្រហែលអ្នកគ្រូដែលគាត់មានលទ្ធភាពចេញពីការបណ្ដុះរបស់យើងហើយគាត់អាចមានលទ្ធភាពធ្វើផ្ទះមានចាប់ដើមមានបើបុសិតគាត់មានផ្ទះគ្រួសារគាត់ហើយគាត់ចាប់ដើមទិញផ្ទះទោះបីមានមិនអស់ចាអីក៏យើងមានផ្ទះតខ្លួនបាទផ្ទះតខ្លួនក៏ទិញបរិយាបងមនុស្សមុំអាចរកបានហើយសម្បត្តិគាត់មានផ្ទះនៅស្រុកកំណើតហើយសម្បត្តិបើគិតទៅយើងគាត់ឡើងហើយគាត់ឡើងគាត់ចំណូលគាត់ការសំចៃគាត់ការជាចាយវារបស់គាត់មានតែកំណត់គាត់ថាគាត់នៅបំពេញចំណុចខ្វះខាតយើងត្រូវរៀនថែមដើម្បីប្រមូលពលលុយវាមិនមែនចេះចាយយើងចេះរោវិញផងយើងត្រូវចេះរោវិញបន្ទាប់មកគឺអតិថិថ្មីទៅធ្វើផ្ទះធ្វើផ្ទះនៅស្រុកធំ40000ជាងសមិទ្ធផលបើគិតជាវាយបដាល់លុយមកមិនដល់2ឆ្នាំទេដែលរលុយបានហ្មងគាត់អាចរកថវិកាធ្វើផ្ទះបានឥឡូវមានកក្កដាចាប់បានសង់ផ្ទះចង់ហើយគេប្រើហើយសុខីមចាប់បានទិញដីបោះលបងបើឲ្យចាប់ដើមថវិកាបានតិចទិញផ្ទះហើយនៅយុវជនជាក្រោយទៀតគាត់មើលគំរូសិស្សបងគាត់ខំខ្លាំងគាត់បានច្រើនអ្នកខំស្ទើរបានតាមសមត្ថភាពខំស្ទើរតែអញ្ចឹងអ្នកក្រោយដាច់ខាតបើយើងចង់បានច្រើនយើងខំឲ្យច្រើនខំឲ្យខ្លាំងខំឲ្យច្បាស់ខំឲ្យអស់ពីទឹកចិត្តលោកពេជ្រសុផាន់បានបន្ថែមទៀតថាការជំរុញឲ្យកីឡាករដែលមានចំណូលច្រើនពីលើសង្វៀនចេះគ្រប់គ្រងចំណូលហើយនឹងទុកដាក់សម្រាប់អនាគតវាមិនមែនត្រឹមតែជាការត្រៀមលក្ខណៈសម្រាប់អនាគតរបស់ពួកគេប៉ុណ្ណោះនោះទេប៉ុន្តែនេះក៏ជាការចងក្រងមេរៀននិងបទពិសោធន៍ដ៏ពិតប្រាកដមួយដើម្បីបង្ហាញទៅដល់កីឡាករយុវជននៅក្នុងក្លឹបឲ្យពួកគេត្រងត្រាប់តាមរៀមច្បងរបស់ពួកគេសម្រាប់ការគ្រប់គ្រងចំណូលពីការប្រកួតនៅលើសង្វៀនហើយនឹងការគិតគូរអំពីជីវភាពទៅថ្ងៃអនាគតតាមរយៈអាជីពរបស់ពួកគេផងដែរAMS Sport ដើម្បីកីឡា